អ្នកដែលចូលចិត្តដើរលេងតាមកោះតាមសមុទ្របើថាបានមកលេងកោះនេះហើយគឺដឹងតែចង់មកម្ដងទៀតហ្មងនៅនេះគឺស្រស់ស្អាតខ្លាំងហើយ fresh ខ្លាំងមែនតើកោះមួយនេះទេសភាពស្រស់ស្អាតភាពបានដូចជាឋានសួគ៌ចឹងអ្នកគ្នាស្អាតខ្លាំងមែនតើទឹកសមុទ្រគេឡើងថ្លាឆ្វង់ដូចគ្រីស្តាល់ឆ្លុះដល់បាតហ្មងឡើងខៀវហើយខ្សាច់នៅនេះវិញឡើងសក្បោះម៉ត់ខៃគឺស្អាតខ្លាំងមែនតើអ្នកគ្នាហើយជុំវិញនឹងគឺពោពេញទៅដោយរុក្ខជាតិធម្មជាតិពណ៌បៃតងស្រស់ហ្មងមកដល់នេះបើថា stress ល្មមអីគឺលីបាត់អស់ទៅវិញហ្មងដោយសារតែនៅនេះគឺស្អាតពេកសំខាន់ណាស់មាន activity យើងលេងច្រើនទៀតជិះទូកកាយនៅលើផ្ទៃសមុទ្រដ៏ថ្លាឆ្វង់នេះអ្នកគ្នាសំខាន់កាយគេថ្លាទៀតណាយើងអាចមើលធ្លុះទៅដល់ក្រមកមានឃើញផ្កាថ្មស្អាតច្រើនមែនតើហើយបើចូលចិត្តស្ទួយត្រីវិញណាស់មកស្ទួយទៅលើផែនេះបានត្រីធំណាអ្នកគ្នាហើយកោះដែលខ្ញុំមកលេងថ្ងៃនេះមានឈ្មោះថាកោះ7នៅលើទឹកដីកោះកុងអ្នកគ្នាចិត្តកោះស្ដាច់ដែរបើជិះទូកមកត្រឹមតែ10នាទីអីទេជិះពីផែកោះស្ដាច់មកអញ្ចឹងអ្នកគាត់ពុលទូកពុលអីមកលេងកោះនេះដឹងតែសប្បាយហ្មងអត់ចាំបាច់ជិះទូកយូរអីទេមកដល់លេងលើកនេះគឺខ្ញុំកក់កន្លែងគេងបានស្អាតហើយបានបញ្ចុះតម្លៃច្រើនទៀតដោយសារតែខ្ញុំកក់តាម trip.com ហើយប្រើប្រាស់ជាមួយនឹង Wing Visa Card កក់តាមនេះគឺងាយមែនតើហើយទទួលបានការបញ្ចុះតម្លៃ$30ភ្លាមរាល់ការចំណាយចាប់ពី$200ឡើងទៅលើ trip.com ហើយគ្រាន់តែទូទាត់ជាមួយនឹង Wing Visa Card ហើយបញ្ចូលកូដ Wing Stay សម្រាប់ការកក់កន្លែងស្នាក់នៅហើយនឹង Wing Fly សម្រាប់ការកក់សំបុត្រយន្តហោះអ្នកគ្នាអញ្ចឹងចំណេញមែនតើអ្នកដែលគាត់ចូលចិត្តដើរលេងមិនថាក្នុងស្រុកឬក៏ក្រៅស្រុកឯកក់តាមខ្ញុំនេះដឹងតែចំណេញលើចំណេញមកអ្នកគ្នាហើយប្រម៉ូកូននីមួយៗអាចប្រើបានដល់ទៅ4ដង promotion នេះមានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31ខែកក្កដាឆ្នាំ2026អញ្ចឹងបញ្ញាប់ឡើងអ្នកគ្នាមកមុនគឺបានមុនណាចំនួនមានកណត់មកគេនៅ Full Moon Island Resort នេះប្លង់ដែលខ្ញុំឆ្លាញ់ជាងគេគឺប្លង់អាងទឹកនៅមុខបន្ទប់នេះតែម្ដងអ្នកគ្នាដោយសារតែជាប់សមុទ្រណាមើលទៅគឺថ្លាឆ្វង់ហ្មងអ្នកគ្នាថ្លាទាំងសមុទ្រថ្លាទាំងអាងទឹកចឹងថតមើលទៅគឺលយខ្លាំងមែនតើហើយបើថាមកលេងកោះអីចេះអ្នកគ្នាពពូគ្នាមកច្រើនមកនេះមកលេងបាត់ផ្ទះនៅមាត់សមុទ្រអញ្ចឹងអូយនិយាយថា chill ហើយសប្បាយ fresh មែនតើហើយពេលល្ងាចតិចហិងតិចយើងអាចជិះកង់ជុំវិញកោះនឹងមានដើមដូងខ្ពស់ពោពេញទៅដោយធម្មជាតិពតជុំវិញមកអ្នកគ្នាហើយដើមដូងនៅនេះស្អាតណាគាត់ដាំចេញមកថតចេញមកឃើញស្អាតហ្មងហើយបើចង់ជិះកង់ឆ្លងមកដល់កោះមួយទៀតនេះដូចខ្ញុំក៏បានអ្នកគ្នាគេមានផ្លូវគេជិះមកហើយផ្លូវនឹងជិះមកឃើញស្អាតមែនតើហើយថ្ងៃលិចនៅនឹងក៏ស្អាតដែរយើងអាចអង្គុយមើលថ្ងៃលិចនៅនឹងបែប chill នៅនឹងស្រឡះមុខស្រឡះមាត់មែនតើអញ្ចឹងអ្នកគាត់ចូលចិត្តដើរលេងកោះហើយមាន activity អីលេងច្រើនណាស់មកដល់កោះនេះដឹងតែពេញចិត្តមកអ្នកគ្នាហើយមកដល់កោះនេះលឿនថាមានឯកជនភាព private អត់សូវញ៉ៃអីច្រើនអញ្ចឹងណាអញ្ចឹងមកជាលក្ខណៈគ្រួសារមកជុំមើលភ័ក្រអីគឺ the best ហ្មងហើយបើថាចាំយូរពេកក៏អត់មានអ្នកជូនមកដើរលេងកោះទេមក share វីដេអូនេះម្នាក់មួយហើយ mention អស់មកអ្នកគ្នាបបួគ្នាដាក់មក trip មកលេងកោះជុំគ្នាម្ដងអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងឯងហើយកុំភ្លេចជួយ follow យើងម្នាក់មួយផងហើយយើងជួបគ្នានៅវីដេអូក្រោយៗទៀតបាយ